សូមគោរពជំរាបសួរនិងស្វាគមន៍បងប្អូនសាជាថ្មីមកកាន់ការវិភាគហាងឆេងមីអន្តរជាតិសម្រាប់ថ្ងៃទី21ខែឧសភាឆ្នាំ2026ចឹងហាងឆេងមីកាលពីយប់ថ្ងៃទី25នេះរងឥទ្ធិពលនៃព័ត៌មានទាន់ហេតុការណ៍មួយគឺកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់ជិតបិទបញ្ចប់មានថាជិតមានសញ្ញាល្អនឹងបិទបញ្ចប់សង្គ្រាមអញ្ចឹងយើងឃើញថាហាងឆេងមីចាប់ផ្ដើមហក់តាំងពីតំបន់$4,460នៅក្នុងមួយអោនឡើងមកដល់តំបន់$4,500ជាងនៅក្នុងមួយអោនបាទអញ្ចឹងបច្ចុប្បន្ននេះគឺមានស្ថិតនៅលើតំបន់$4,540នៅក្នុងមួយអោនស្មើប្រហែលនឹងតម្លៃហាងឆេងមីខ្មែរយើងគឺ$5,460នៅក្នុងមួយតម្លឹងចន្លោះពី$60ទៅ$70ក្នុងមួយតម្លឹងបាទអញ្ចឹងបាទសម្រាប់បច្ចេកទេសយើងឃើញថាមួយសប្តាហ៍កន្លងមកនេះគឺយើងរក្សាតំបន់ដដែលច្រើនមែនទែនដោយសារតែទីផ្សារមិនទាន់បន្ត trend ទៅទេកាលពីម្សិលយើង expect ថាទីផ្សារបន្ត trend ប៉ុន្តែជាក់ស្ដែងក្រោយព័ត៌មាន breaking news មាសបានហក់មកលើតំបន់$4,500អញ្ចឹងតំបន់ sell របស់យើងគឺរក្សាដដែលទេគឺនៅតែ$4,600ឬក៏$4,590បងប្អូននៅតែអាចរងចាំ sell បានហើយ sell នៅក្នុងថ្ងៃនេះខ្ញុំគិតថាបងប្អូនអាចប្រើ stop loss លើតំបន់$4,600អាចចន្លោះ$4,605ឬក៏$4,610បាទសម្រាប់ sell ទី2គឺយើងរក្សាដដែលដូចគ្នាកាលពីម្សិលមិញគឺតំបន់$4,640ទៅកាន់តំបន់$4,650ដែលជាតំបន់ supply zone ដែលយើងអាច sell បានហើយប្រើ stop loss លើតំបន់$4,650អាច55ឬក៏60បាទនិង sell ចុងក្រោយគឺរក្សាដដែលក្នុងសប្តាហ៍នេះគឺ$4,700ឬក៏$4,710បាទនេះគឺជាតំបន់ sell ទាំង3របស់យើងហើយយើងរក្សាមួយសប្តាហ៍មកហើយបាទសម្រាប់តំបន់ទិញដោយសារទីផ្សារលើ switch មកចូលនៅក្នុងតំបន់$4,500អញ្ចឹងយើងមើលឃើញថាតំបន់$4,500គឺ strong មែនតើទីផ្សារបានព្យាយាម respect ច្រើនទាំងការចុះទាំងការឡើងអញ្ចឹងមានន័យថាថ្ងៃនេះបើក្នុងករណីទីផ្សារធ្លាក់មកដល់តំបន់$4,500បងប្អូននៅតែអាចចាំទិញបានទៀតហើយបងប្អូនអាចប្រើ stop loss ក្រោមតំបន់$4,490អាចជា85ឬ90គុតក៏បានដែរបាទនិងតំបន់ទិញទី2របស់យើងគឺនៅ support កាលពីម្សិលមិញគឺ$4,460ទៅកាន់តំបន់$4,450នឹងគឺជាតំបន់ដដែលដូចគ្នានៅក្នុងសប្តាហ៍នេះក្នុងការរងចាំទិញហើយតំបន់ទិញទី3របស់យើងគឺ$4,410ទៅកាន់តំបន់$4,400បាទទាំងអស់នេះគឺជាបច្ចេកទេសនិងគឺជាតំបន់រងចាំជួញដូរសម្រាប់ថ្ងៃនេះប៉ុន្តែបងប្អូនក៏ត្រូវតាមព័ត៌មានសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅយប់នេះអាចជា PMI និង Unemployment Claim ផងដែរបាទអញ្ចឹងសម្រាប់បច្ចេកទេសរបស់ខ្ញុំគឺមានត្រឹមប៉ុណ្នេះហើយក៏ជូនពរបងប្អូនទាំងអស់គ្នាឲ្យចូលជួញដូរចំណេញគ្រប់គ្នាបាទសូមអរគុណ